ជំរាបសួរខ្ញុំបាទវណ្ណដាមកពីប្រទេសកម្ពុជាវណ្ណដាកើតនៅថ្ងៃទី22ខែមករាឆ្នាំ1997នៅក្នុងខេត្តព្រះសីហនុវណ្ណដាគឺជាអ្នកចម្រៀងជា rapper ជា producer ហើយក៏ជាអ្នកសរសេរចម្រៀងផងដែរវណ្ណដាអាចលេងឧបករណ៍ភ្លេងដូចជាហ្គីតា keyboard ជាដើមវណ្ណដាគឺជាកូនពៅនៅក្នុងចំណោមបងប្អូនប្រុស2នាក់នៅក្នុងគ្រួសារដែលមានជីវភាពមិនសូវធូរធារប៉ុន្មាននោះទេដើម្បីជួយសម្រាប់បន្ទុកគ្រួសារដែលកំពុងពិបាកវណ្ណដាធ្លាប់ប្រកបរបរជាអ្នកកោសដូងលក់នៅផ្សាររហូតដល់លោកសាក់រុកដើមដូងមួយដើមនៅលើដៃដើម្បីរំលឹកដល់ការចងចាំគ្រាដែលនៅក្មេងប្រកបរបរកោសដូងលក់នៅក្នុងអំឡុងពេលសិក្សានៅវិទ្យាល័យគ្រប់ពេលដែលមានអ្នកសួរថាធំឡើងចង់ធ្វើអ្វីវណ្ណដាតែងតែឆ្លើយប្រាប់ថាលោកចង់ក្លាយជាតារាឬក៏ជាតារា rap ប៉ុន្តែពេលនោះមិត្តភ័ក្តិមួយចំនួនបែរជាសើចចំអកហើយមើលងាយទៅវិញការសើចចំអកនិងការមើលងាយទាំងនោះមិនបានធ្វើឲ្យវណ្ណដាទន់ជ្រាយនោះឡើយផ្ទុយទៅវិញអំឡុងពេលសិក្សានៅវិទ្យាល័យលោកបានចាប់ផ្ដើមរៀនបង្កើតចង្វាក់ភ្លេងនិងតែងនិពន្ធទំនុកច្រៀងនៅអំឡុងឆ្នាំ2009នៅក្នុងឆ្នាំ2014ដើម្បីដើរតាមក្តីស្រមៃដែលចង់ក្លាយជាតារាចម្រៀងអាជីពវណ្ណដាបានសម្រេចចិត្តមករាជធានីភ្នំពេញនៅពេលមកដល់ភ្នំពេញដំបូងវណ្ណដាបានស្នាក់នៅក្នុងវត្តហើយលោកគ្មានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួននោះទេហើយពេលនោះលោកមានលុយត្រឹមតែ40,000រៀលតែប៉ុណ្ណោះវាគឺជាដំណើរផ្សងព្រេងដែលស្វែងរកខ្លួនឯងដែលពោរពេញទៅដោយភាពលំបាកគ្មានលុយគ្រប់គ្រាន់គ្មានកន្លែងស្នាក់នៅច្បាស់លាស់សូម្បីតែគ្រួសារក៏មិនបានគិតថាលោកនឹងនៅភ្នំពេញបានយូរដែរប៉ុន្តែវណ្ណដាមិនបានបោះបង់ក្តីសុបិននោះឡើយលោកមិនចង់ទៅផ្ទះវិញនោះទេព្រោះលោកបានប្រាប់គ្រួសារថានឹងត្រឡប់ទៅផ្ទះវិញនៅពេលដែលលោកជោគជ័យបើសិនណាសល់តែឆ្អឹងសូមយកឆ្អឹងលោកទៅផ្ទះវិញចុះជាមួយនឹងភាពអត់ធ្មត់នឹងការតស៊ូដើម្បីសម្រេចនូវក្តីសុបិនលោកបានហាត់រៀនកាត់សម្រួលតន្ត្រីភ្លេងជារៀងរាល់ថ្ងៃជាមួយមិត្តភ័ក្តិរហូតដល់អាចចេញនូវបទចម្រៀងលើកដំបូងរបស់ខ្លួននៅក្នុងឆ្នាំ2016វណ្ណដាបានចាប់ផ្ដើមការងារនៅក្នុងវិស័យសិល្បៈជាមួយនឹងបទចម្រៀងដំបូងដែលមានចំណងជើងថាគេជាអ្នកណាហើយទទួលបានការចាប់អារម្មណ៍យ៉ាងច្រើននៅក្នុងចំណោមស្រទាប់យុវវ័យនៅពេលនោះផងដែរហើយជាពេលដែលវណ្ណដាបានឈានជើងចូលក្នុងពិភពសិល្បៈចាប់ពីពេលនោះរហូតមកដល់បច្ចុប្បន្ននេះនៅក្នុងអំឡុងឆ្នាំ2017-2018វណ្ណដាបានបញ្ចេញនូវចម្រៀងពេញនិយមជាបន្តបន្ទាប់ហើយបទរបស់លោកមានប្រជាប្រិយភាពខ្លាំងពីសំណាក់យុវវ័យនៅក្នុងប្រទេសកម្ពុជានៅក្នុងនោះមានបទចម្រៀងដែលធ្វើឲ្យមហាជនចាប់ផ្ដើមមានការចាប់អារម្មណ៍និងស្គាល់កាន់តែច្រើនឡើងអត្ថន័យនៃចម្រៀងភាគច្រើនរបស់វណ្ណដាគឺច្រៀងរៀបរាប់តាក់ទងជីវិតស្នេហានិងជីវិតពិតនៅក្នុងសង្គមបច្ចុប្បន្នប្រភេទបទបែបនោះគឺមានប្រជាប្រិយភាពនាពេលនោះហើយបានទាក់ទាញចិត្តអ្នកគាំទ្រជាខ្លាំងយូរទៅបទចម្រៀងរបស់វណ្ណដាបានផ្លាស់ប្ដូរទៅតាមប្រធានបទនៃក្តីស្រឡាញ់ចំណូលចិត្តតខ្លួនរបស់លោកចំណូលចិត្តចំពោះប្រទេសជាតិនិងប្រជាជនមោទនភាពនៅក្នុងនាមជាជនជាតិខ្មែរហើយនឹងការធ្វើដំណើរដើម្បីដើរតាមក្តីសុបិនរបស់លោកនៅក្នុងនាមជាអ្នកសិល្បៈវណ្ណដាចូលចិត្តនិយាយថាលោកបានរកឃើញពីពណ៌ឬ color របស់ខ្លួនឯងលោកដឹងថាលោកគួរធ្វើជាសិល្បករចម្រៀងបែបណាដែលត្រូវនឹងទីផ្សារចម្រៀងលើពីនោះវណ្ណដាស្រឡាញ់ចូលចិត្តតន្ត្រីតាំងតែពីពេលដែលលោកនៅតូចម្លេះធ្វើឲ្យលោកហ៊ានប្រឡូកក្នុងវិស័យចម្រៀង rap នៅក្នុងអំឡុងឆ្នាំ2019វណ្ណដាបានចូលរួមជាមួយនឹងផលិតកម្មបារមីហើយត្រូវបានមហាជនជាពិសេសអ្នកចូលចិត្តវិស័យតន្ត្រីខ្មែរគាំទ្រនិងទទួលស្គាល់ចំពោះទេពកោសល្យព្រមទាំងសមត្ថភាពរបស់លោកដែលជាសិល្បករវ័យក្មេងមួយរូបដែលអាចនាំយកវិស័យបទចម្រៀងខ្មែរទៅកាន់ពិភពលោករហូតដល់មានការកោតសរសើរនិងឲ្យតម្លៃពីបណ្ដាជនបរទេសអំពីសិល្បៈវប្បធម៌របស់កម្ពុជានាពេលកន្លងមកឆ្លងកាត់ការតស៊ូជាច្រើននៅក្នុងឆ្នាំ2019វណ្ណដាបានជាប់ជាសិល្បករឆ្នាំប្រចាំឆ្នាំពី Play Music by Smart និងជាប់ជាសិល្បករដែលមានបទចម្រៀងល្អបំផុតប្រចាំឆ្នាំតាមរយៈបទ Hot Boy លុះដល់អំឡុងឆ្នាំ2020វណ្ណដាបានជាប់ Best Male Artist of the Year 2020 និងពាន Best Music Performance 2020ពីកម្មវិធី Cambodian Music Award ឈានចូលដល់ឆ្នាំ2021វណ្ណដាបានធ្វើឲ្យប្រជាជនទូទាំងប្រទេសកម្ពុជាភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដែលបានស្ដាប់បទ Time to Rise ជាចម្រៀង Hip Hop បែបសម័យទំនើប
តែមានបញ្ចូលតន្ត្រីបុរាណចាប៉ីដងវែងដែលនេះជាគំនិតច្នៃប្រឌិតថ្មីបំផុតដែលមិនធ្លាប់មានពីមុនមកដោយមានរួមបញ្ចូលជាមួយនឹងព្រឹត្តិការណ៍ចាប៉ីដងវែងគឺលោកតាគង់ណៃរសជាតិថ្មីរវាងតន្ត្រីបុរាណនិងចង្វាក់ hip hop សម័យទំនើបដែលបានដាក់បញ្ចូលគ្នាមិនត្រឹមតែអន្ទង់ចិត្តអ្នកស្ដាប់នៅក្នុងស្រុកប៉ុណ្ណោះទេតែបទនេះបានល្បីរន្ទឺដល់ឆាកអន្តរជាតិរហូតដល់ពិភពលោកងាកមកសម្លឹងមើលសិល្បករវ័យក្មេងវណ្ណដានិងសមត្ថភាពដ៏អស្ចារ្យមួយនេះនៅក្នុងឆ្នាំ2023វណ្ណដាបានធ្វើជាគណៈកម្មការនៅក្នុងកម្មវិធី The Rapper Cambodia និងមានតួនាទីវិនិច្ឆ័យសមត្ថភាពប្រឹក្សាឲ្យយោបល់ហើយក៏ជាតារានាំបណ្ដាចិត្តបេក្ខជនឲ្យចូលរួមប្រឡងផងដែរវណ្ណដាបាននិយាយថាជម្រាបសួរទាំងអស់គ្នាខ្ញុំពិតជាមានអារម្មណ៍ថារីករាយនិងសប្បាយចិត្តជាខ្លាំងដែលបានចូលរួមនៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាននៅក្នុងថ្ងៃនេះក៏ដូចធ្វើជា producer នៅក្នុងកម្មវិធី The Rapper Cambodia កាលពីនៅតូចខ្ញុំនៅជាមួយនឹងគ្រួសារមួយដែលមានឪពុកម្ដាយគឺជាអ្នកលក់ដូងហើយខ្ញុំត្រឹមតែជាក្មេងកោសដូងម្នាក់តែប៉ុណ្ណោះជីវិតវាហាក់ដូចជាឆ្លងកាត់រឿងជាច្រើនទម្រាំមកដល់ថ្ងៃនេះជាច្រើនឆ្នាំកន្លងមកខ្ញុំនៅជាមួយនឹងបារមីឃើញថាពួកយើងបានធ្វើរឿងដែលអស្ចារ្យជាច្រើនសម្រាប់វិស័យចម្រៀង rap និង hip hop នៅក្នុងប្រទេសកម្ពុជារបស់យើងខ្ញុំតែងតែប្រាប់ទៅដល់អ្នកសិល្បករចំនួនក្រោយថាយើងអាចចាប់ផ្ដើមក្តីស្រមៃរបស់យើងបានគ្រប់ពេលវេលាទោះបីជានៅក្នុងបន្ទប់គេងក៏យើងអាចចាប់យកឱកាសនៅក្នុងការរៀនសរសេរចម្រៀងកុំចាំរហូតតតែអ្នកទាំងអស់គ្នាមានពេលប៉ុន្តែសូមចាប់ផ្ដើមពីឥឡូវនេះតាមចាប់ក្តីស្រមៃរបស់អ្នកដោយភាពជឿជាក់ទៅលើខ្លួនឯងមានភាពអត់ធ្មត់នឹងការតស៊ូព្យាយាមហើយខ្ញុំជឿជាក់ថាអ្នកអាចធ្វើវាបាន You can be great without being greater than anybody else បច្ចុប្បន្ននេះខ្ញុំឃើញថាក្មេងជំនាន់ក្រោយដែលពួកគាត់ពោពេញទៅដោយសមត្ថភាពកាលខ្ញុំនៅក្មេងខ្ញុំធ្លាប់ប្រាប់ខ្លួនឯងថាខ្ញុំមិនមានអ្វីនោះទេប៉ុន្តែខ្ញុំមានសម្លេងដែលខុសពីអ្នកដទៃហេតុនេះខ្ញុំត្រូវប្រើសម្លេងមួយនេះប្រកបដោយភាពត្រឹមត្រូវសុចរិតនិងមានទំនួលខុសត្រូវហើយនេះគឺជាគន្លឹះមួយក្នុងការចាប់ផ្ដើមស្វែងរកក្តីស្រមៃរបស់ខ្លួនឯងជាកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាមិនត្រឹមតែមានកេរ្តិ៍ឈ្មោះបោះសម្លេងនៅក្នុងប្រទេសប៉ុណ្ណោះទេតែវណ្ណដាក៏កំពុងតែមានប្រជាប្រិយភាពនៅក្នុងបណ្ដាប្រទេសនានាទាំងក្នុងតំបន់និងក្នុងពិភពលោកជាក់ស្ដែងតាមរយៈបទ Time to Rise លោកបានបង្ហាញខ្លួនលើឆាកនៃកម្មវិធីបិទការប្រកួតកីឡាអូឡ িম্প ិករដូវក្តៅរដ្ឋធានីប៉ារីសប្រទេសបារាំងនៅក្នុងឆ្នាំ2024ដោយឡែកនៅក្នុងតំបន់អាស៊ីមានទស្សនាវដ្តីដ៏ល្បីរបស់អាមេរិក Forbes បានបញ្ចូលវណ្ណដាទៅក្នុងបញ្ជីយុវជនដែលមានឥទ្ធិពលបំផុតទាំង30នាក់មានអាយុក្រោម30នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកលោរ៉ាម៉មធ្លាប់បានលើកឡើងថាវណ្ណដាពិតជាពេញចិត្តនឹងការផ្ដល់ជូនសហគមន៍និងប្រទេសជាតិរបស់លោកវិញហើយលោកគឺជាអ្នកគាំទ្រយ៉ាងសកម្មនៅក្នុងកម្មវិធីសប្បុរសធម៌និងគំនិតដូចដើមជាច្រើនទាំងការប្រើប្រាស់អាល់ប៊ុមថ្មីការខិតខំរកទីផ្សារដើម្បីរៃអង្គាសប្រាក់សម្រាប់អ្នកដែលត្រូវការជំនួយវណ្ណដានិយាយថាមនុស្សគ្រប់រូបអាចមានឥទ្ធិពលវិជ្ជមានដល់សង្គមអ្នកឃើញមនុស្សជួយសង្គ្រោះជីវិតដូចជាវិជ្ជបណ្ឌិតកីឡានុវិទ្យាកាប្រជាជនការពារប្រទេសដូចជាប៉ូលីសទាហានគ្រូបង្រៀនការអប់រំជំនាន់នៃមនុស្សប្រជាជនបម្រើប្រទេសតាំងពីមេដឹកនាំប្រធានក្រុមហ៊ុនរហូតដល់កម្មករសំណង់រហូតដល់អ្នកប្រមូលសម្រាមយើងទាំងអស់គ្នាដើរតួនាទីដើម្បីធ្វើឲ្យប្រទេសជាតិយើងកាន់តែប្រសើរឡើងចំណែកលោកវិញគឺធ្វើវាឡើងតាមរយៈតន្ត្រីវណ្ណដាធ្លាប់បានសហការលើយុទ្ធនាការយល់ដឹងអំពីបរិស្ថាននិងបរិស្ថានជាច្រើនរួមទាំងយុទ្ធនាការជាមួយនឹងអង្គការ Wildlife Alliance លើវីដេអូចម្រៀងឈាមខ្មែរដើម្បីលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់នៃការបរបាញ់នៅជួរភ្នំក្រវាញក្រៅពីការងារសិល្បៈវណ្ណដាក្តោបបានតារាងពាណិជ្ជកម្ម Brand Ambassador ជាច្រើនក្រុមហ៊ុនធំៗដែលវណ្ណដាបានឈរជាទូតសុឆន្ទៈតំណាងផលិតផលមានដូចជាក្រុមហ៊ុនបណ្ដាញទូរស័ព្ទ Cellcard ក្រុមហ៊ុនហនុមាន Beverages Boxing Cambodia ក្រុមហ៊ុន Smartphone Vivo ហាងលក់សម្លៀកបំពាក់ Ten 11ក្រុមហ៊ុនដឹកជញ្ជូនអាហារ Food Panda ក្រុមហ៊ុនភេសជ្ជៈ Coca-Cola ធនាគារ ABA ជាដើមចាសសូមអរគុណសម្រាប់ការតាមដានវីដេអូតាំងពីដើមរហូតដល់ចប់ហើយក៏សូមអធិស្ឋានបើសិនមានចំណុចត្រង់ណាខ្វះខាតជួបគ្នានៅវីដេអូក្រោយទៀត